đưa ăn xử lý nó cứ chưa vậy bong bóng đại lưu kinh giấy pi ăn xử lý nó bong bóng nó khi chẳng ngày nó bong bóng nâng mà đăng pi tại này tham thì hai pi thang đưa ăn xử lý tai một đo pi thang đưa ăn xử lý nó bong bóng mà score thang vậy tới hai thang ăn xử lý sân pi thang xử lý nó bong bóng nó khi cứ chiaประเภท hormone มีอย่างใดมีตู้ในตีจัดใจสกอร์ของเราใส่เชียมเราบอกเราเยอะจังแต่กันนะปัญหาอังสลินไปจับดำดื้อหายมีเปรียบเทียบมันนึกแต่โดยเฉพาะไม้บองบองโดยเฉพาะสไปเมียนโกนดื้อได้ยังจังมีធ្វើការវាលេងសើស្ដាប់ប្រកបจังโดยគ្នាប្រព័ន្ធជាមួយនឹងបញ្ហាดื้ออังสลินនឹងបានដៃอังสลินយើងធ្វើការចាប់តាមខុសប្រកបដៃហើយមិនថាខ្លាញ់មិនថាស្កอร์នៅក្នុងសរីរាង្គបងប្អូនហ្នឹងគឺរីបាយពេញហ្នឹងបងប្អូនដោយសារបញ្ហាอังสลินយើងធ្វើការខុសប្រកបដៃឬក៏ធ្វើការលែងកើតឬក៏ control លែងជាប់ឬមួយក៏ហៅម្យ៉ាងទៀតថាอังสลิน resistant នឹងឯងបងប្អូនអរគ្នាចឹងបងប្អូននឹងមកដឹងថាតើមនុស្សដែលគាត់មានសញ្ញាតើនឹងឌឺអាំងសាលីនឹងមានសញ្ញាអីខ្លះសម្គាល់ហ្នឹងបងប្អូនថ្ងៃហ្នឹងគឺរោគខ្ញុំបាទនឹងមកស្រាវចម្ងល់បងប្អូនថាតើអ្នកដែលគាត់មានបញ្ហាឌឺអាំងសាលីនឹងរោគសញ្ញាឬក៏ដូចជាអ្វីដែលសម្គាល់ឲ្យគាត់ដឹងថាគាត់មានបញ្ហាទាំងអស់ហ្នឹងថ្ងៃហ្នឹងគឺខ្ញុំមាន6ចំណុចចង់ឲ្យបងប្អូននឹងយកទៅសិក្សាស្រាវជ្រាវខ្លួនឯងថាតើរាងកាយបងប្អូននឹងកំពុងតែចូល6ចំណុចហ្នឹងអត់ចំណុចទី1បងប្អូនអរគ្នាគឺបងប្អូនកណនីជាមួយនឹង BMI ទៅគឺ BMI បងប្អូនខុសប្រកបហ្នឹងក៏ជាចំណុចមួយបញ្ជាក់ថាបងប្អូនមានបញ្ហាកំពុងតែផ្លូវមួយគេហៅថាទៅឌឺអាំងសាលីនដែរបងប្អូនអរគ្នាហើយទី2បងប្អូនអរគ្នាគឺបានន័យថាយើងដោះក្បាលពោះអ្នកដែលគាត់មានបញ្ហាដោះក្បាលពោះធំហ្នឹងក៏ជារោគសញ្ញាក៏ដូចជាផ្លូវមួយដែលធ្វើឲ្យយើងមានបញ្ហាឌឺអាំងសាលីនដូចគ្នាហើយចំណុចទី3បងប្អូនអរគ្នាគឺធាត់លើសទម្ងន់បានន័យថាទម្ងន់គីឡូបងប្អូនហ្នឹងគឺខុសប្រកបហ្នឹងក៏ជាផ្លូវមួយដែលនាំឲ្យបងប្អូនមានបញ្ហាឌឺអាំងសាលីនដែរចំណុចទី4ហ្នឹងបងប្អូនអរគ្នាហូបតិចតែធាត់បងប្អូនអរគ្នាដែលគេនិយាយភាសានិយាយលេងថាលេខទឹកមាត់ក៏ធាត់បងប្អូនហ្នឹងអញ្ចឹងនៅខ្លះគាត់ហូបតិចទេប៉ុន្តែគាត់ធាត់ហ្នឹងក៏ជាផ្លូវមួយដែលនាំគាត់ទៅមានបញ្ហាឌឺអាំងសាលីនដូចគ្នាហើយចំណុចទី5បងប្អូនអរគ្នាគឺបានន័យថាហែវរហូតឲ្យចូលចិត្តរបស់ផ្អែមចឹងមនុស្សណាដែលគាត់ចូលចិត្តរបស់ផ្អែមហើយគាត់មានអារម្មណ៍ថាហូបមួយផ្លែតហែវហើយមានអារម្មណ៍ថានឿយអស់កម្លាំងអីហ្នឹងក៏ជាសញ្ញាមួយប្រាប់ថាបងប្អូនកំពុងតែមានបញ្ហាឌឺអាំងសាលីនហើយចំណុចចុងក្រោយទី6បានន័យថាកន្លែងកនេះបងប្អូនអរគ្នាករៀងកម្ៅឲ្យមានដុំប៉ោកតូចៗហ្នឹងក៏ជារោគសញ្ញាមួយដូចគ្នាហើយមានបញ្ហាសាទមកស្បែកខុសប្រក្រតីហ្នឹងជារោគសញ្ញាដែលកំពុងបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនមានបញ្ហាឌឺអាំងសាលីនអញ្ចឹងការចែករំលែករបស់រូបខ្ញុំបាទថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើគិតថាវីដេអូនឹងមានសារៈសំខាន់សម្រាប់ពុកម៉ែបងប្អូនអរគ្នាកុំភ្លេចជួយ comment ក៏ដូចជាជួយបញ្ជូនបន្តទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនអរគ្នាដើម្បីឲ្យពួកគាត់បានការពារថែទាំសុខភាពបន្ថែមហើយវីដេអូក្រោយៗទៀតរូបខ្ញុំបាទនឹងប្រាប់បន្ថែមពាក់ព័ន្ធជាមួយនឹងវិធានការក៏ដូចជាការការពារធ្វើម៉េចឲ្យយើងមានបញ្ហាពេលដែលយើងមានបញ្ហាទាំងអស់ហ្នឹងហើយយើងអាចដោះស្រាយបញ្ហាហ្នឹងបានតាមបែបធម្មជាតិហើយយើងអាចអនុវត្តដោយខ្លួនឯងបានអញ្ចឹងការចែករំលែកវីដេអូខ្ញុំបាទថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណ